ពាក្យថាសម្ដេចឪដែលប្រជារាស្ត្រខ្មែរគ្រប់គ្នាបានប្រើប្រាស់សម្រាប់ហៅអង្គអតីតព្រះមហាក្សត្របានបង្ហាញរូបជាស្រេចអំពីការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់ពួកគេចំពោះព្រះអង្គនៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរជាទូទៅជាពិសេសមនុស្សវ័យចំណាស់ដែលធ្លាប់បានឆ្លងកាត់របបសង្គមរាស្ត្រនិយមការគោរពស្រឡាញ់ចំពោះព្រះបរមរតនកោដ្ឋមានសភាពជ្រាលជ្រៅដែលពិបាកនឹងពិពណ៌នាជាក់ស្ដែងមានប្រជាពលរដ្ឋខ្មែរជាច្រើនបានចាត់ទុកខ្លួនថាជាសំណាងនៅក្នុងជីវិតនៅពេលបានចាប់ប្រហោះផ្ទាល់ជាមួយនឹងព្រះអង្គក្រៅពីនោះមានពលរដ្ឋខ្មែរជាច្រើនទៀតបានចាត់ទុកប្រឆាយាល័ក្ខណ៍របស់អង្គសម្ដេចឪប្រៀបដូចជាវត្ថុជាទីសក្ការៈសម្រាប់ប្រជាពលរដ្ឋខ្មែរជាទូទៅអង្គសម្ដេចឪគឺជាអតីតក្សត្រនិងជាអតីតអ្នកនយោបាយដែលប្រកបដោយទេពកោសល្យគ្មានគូប្រៀបជាការពិតអង្គសម្ដេចឪមិនមែនគ្រាន់តែទទួលបានប្រជាប្រិយភាពខ្លាំងពិបាករកគូប្រៀបតែក្នុងឆាកនយោបាយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែព្រះអង្គក៏ធ្លាប់ជាអ្នកនយោបាយដ៏វៃឆ្លាតខាងការទូតម្នាក់ដែលគេទទួលស្គាល់នៅក្នុងឆាកអន្តរជាតិទៀតផងចំណុចខ្លាំងរបស់ព្រះអង្គមានច្រើនណាស់ដែលគេពិបាកនឹងរៀបរាប់ឲ្យអស់សេចក្តីប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺភាពសាមញ្ញរាក់ទាក់បូកផ្សំជាមួយទេពកោសល្យនយោបាយដ៏ប៉ិនប្រសប់ដែលពិបាកនឹងមានអ្នកណាអាចធ្វើបានព្រះអង្គបានផ្សារភ្ជាប់ប្រកាយទៅនឹងជីវភាពរបស់ប្រជារាស្ត្រនិងអាចសម្របខ្លួនជាមួយកសិករកម្មករឬកម្លាំងប្រដាប់អាវុធតាមរយៈការចូលប្រឡូកក្នុងជីវិតជាក់ស្ដែងជាមួយអ្នកទាំងនោះយ៉ាងពិតៗនេះជាអ្វីដែលអ្នកនយោបាយភាគច្រើនតែងតែមើលរំលងឬក៏ពិបាកនឹងធ្វើបានជាទូទៅក្នុងសង្គមខ្មែរគេច្រើនតែសង្កេតឃើញមានអ្នកនយោបាយពីរប្រភេទទី1គឺជាអ្នកនយោបាយដែលចេញពីត្រកូលខ្ពង់ខ្ពស់ដែលមិនសូវជាស្គាល់ការលំបាកម្ល៉េះហើយពួកគេមិនបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋសាមញ្ញថាយ៉ាងណានោះទេម្យ៉ាងទៀតអ្នកនយោបាយប្រភេទនេះច្រើនតែមិនសូវចេះសម្របខ្លួនទៅនឹងជីវភាពក្រលំបាករបស់ប្រជាពលរដ្ឋក្រីក្រនោះឡើយចំណែកឯអ្នកនយោបាយប្រភេទទី2វិញគឺជាអ្នកដែលចេញពីត្រកូលក្រីក្រសោះប៉ុន្តែនៅពេលបានឡើងធ្វើធំក៏ឆ្លុះវង្វេងនឹងបុណ្យស័ក្តិហើយក៏ភ្លេចជាតិកំណើតរបស់ខ្លួនក៏មានប៉ុន្តែសម្រាប់អតីតព្រះមហាក្សត្រខ្មែរសម្ដេចឪនរោត្តមសីហនុវិញព្រះអង្គបានចាត់ទុកការផ្សារភ្ជាប់ប្រកាយជាមួយនឹងប្រជាពលរដ្ឋគឺជាស្នូលនៃបរិជ្ជកិច្ចរបស់ទ្រង់នៅក្នុងន័យនេះព្រះអង្គបានចាប់យកការងារសង្គមគិច្ចមកធ្វើជាស្នូលនេះគឺជាទស្សនវិជ្ជាដ៏មានតម្លៃដែលសម្ដេចឪបានបង្ហាញឲ្យឃើញនិងជាគំរូសម្រាប់អ្នកនយោបាយសកលក្រោយរៀនសូត្រតាមក្រៅពីនោះក៏នៅមានចំណុចពិសេសជាច្រើនទៀតដែលអង្គសម្ដេចឪបានបង្ហាញឲ្យឃើញក្រោមការដឹកនាំរបស់ព្រះអង្គជាក់ស្ដែងព្រះអង្គបានបំពេញបរិយាបូជនីយកិច្ចធំជាច្រើនដើម្បីបុព្វហេតុជាតិនិងប្រជារាស្ត្រដូចជាការទាមទារបណ្ដាខេត្តមួយចំនួនពីប្រទេសថៃមកវិញការទាមទារឯករាជ្យពីបារាំងនិងការតតាំងជាមួយថៃរហូតឈ្នះក្តីក្នុងសំណុំរឿងប្រាសាទព្រះវិហារនៅឯតុលាការអន្តរជាតិទីក្រុងឡាអេជាដើមទាំងអស់នេះសុទ្ធសឹងជាជោគជ័យដែលគេចាត់ទុកថាជាគុណសម្បត្តិធំធេងរបស់អង្គសម្ដេចឪម្យ៉ាងទៀតព្រឹត្តិការណ៍នយោបាយមួយចំនួនក្រោយពីរដ្ឋប្រហារ18មិនិនា1970ដែលបានធ្វើឲ្យប្រទេសជាតិធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ធ្លាក់ក្នុងវាលពិឃាតនៃរបបខ្មែរក្រហមក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរនឹកភ្នែកដល់របបសង្គមរាស្ត្រនិយមដ៏រុងរឿងក្រោមព្រះរាជកិច្ចដឹកនាំរបស់អង្គសម្ដេចឪសម្រាប់អ្នកដែលបានហែលឆ្លងកាត់ភ្លើងសង្គ្រាមនិងមហាសោកនាដកម្មអស់ទាំងនោះតួអង្គសម្ដេចឪគឺជាតំណាងឲ្យភាពភ្លឺស្វាងរបស់ប្រទេសកម្ពុជាដែលមិនអាចខ្វះបានមរតកដ៏សំខាន់មួយទៀតរបស់ព្រះអង្គគឺនយោបាយផ្សះផ្សានិងបង្រួបបង្រួមជាតិមរតកនេះមានតម្លៃខ្លាំងណាស់នៅក្នុងបរិបទនៃការបែកបាក់ជាតិដូចជាបច្ចុប្បន្នសរុបមកវិញគុណសម្បត្តិអស់ទាំងនេះហើយដែលធ្វើឲ្យអតីតព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុក្លាយជាព្រះបិតាជាតិរបស់ប្រជាជាតិខ្មែរពិតណាស់ថាមានអ្នកប្រឆាំងជាមួយនឹងព្រះអង្គហើយក៏មានដែរអ្នករិះគន់ចំណុចអវិជ្ជមានមួយចំនួនរបស់អង្គសម្ដេចឪក៏ប៉ុន្តែសួរថាតើមានអ្នកនយោបាយខ្មែរណាអាចទាក់ទាញការគោរពស្រឡាញ់យ៉ាងស្មោះស្ម័គ្រពីប្រជាជនគ្រប់មជ្ឈដ្ឋានដោយព្រះអង្គដែរឬទេបើទេព្រះអង្គពិតជាស័ក្តិសមនឹងទទួលបានប្រកិត្តិនាមជាព្រះបិតាជាតិដែលកប់ជ្រៅក្នុងអារម្មណ៍ពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ